បរិសម្នាក់ហ៊ានធ្វើរឿងទាំងនេះចំពោះកូនរួចយកលុយដើរកំសាន្តជាមួយប្រពន្ធថ្មីបរិសម្នាក់មកពីខេត្តជើជាងប្រទេសចិនត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់ពីគាត់ត្រូវបានចោទប្រកាន់ពីបទលក់កូនប្រុសអាយុ2ឆ្នាំដើម្បីយកលុយធ្វើដំណើរកម្សាន្តជាមួយប្រពន្ធថ្មីបើយោងតាមសារព័ត៌មាន SCMP បានឲ្យដឹងថាបរិសខាងលើមានឈ្មោះថាសៀជាអ្នកទទួលបានសិទ្ធិចិញ្ចឹមកូនប្រុសមានឈ្មោះហៅក្រៅថាជាមានអាយុ2ឆ្នាំបន្ទាប់ពីលែងលះជាមួយប្រពន្ធខណៈពេលដែលគាត់រវល់ធ្វើការនៅទីក្រុងមួយផ្សេងទៀតលោកសៀបានទុកជាចោលបន្ទាប់មកគេស្ថិតក្រោមការមើលថែរបស់ប្អូនប្រុសឈ្មោះលីននិងសមាជិកគ្រួសារផ្សេងទៀតនៅក្នុងទីក្រុងហ៊ូជៅថ្ងៃមួយសៀបានយកកូនប្រុសខ្លួនហើយប្រាប់ថាម្ដាយក្មេងចង់ជួបមុខកូនប៉ុន្មានថ្ងៃក្រោយមកលីនបានដឹងថាក្មួយប្រុសមិនដែលនៅជាមួយម្ដាយគេនោះទេទើបលីនសួរសៀអំពីរឿងនេះនៅពេលដែលសៀបដិសេធមិនឆ្លើយសំណួររបស់គាត់លីនក៏បានតាក់ទងទៅប៉ូលីសនៅពេលធ្វើការស៊ើបអង្កេតប៉ូលីសបានរកឃើញថាក្មេងប្រុសនេះត្រូវបានបរិសជាឪពុកលក់ទៅឲ្យប្តីប្រពន្ធដែលគ្មានកូននៅតំបន់ឆាងស៊ូខេត្តជៀនស៊ូនៅក្នុងតម្លៃ 158,000 យួនឬប្រមាណ $10,446 និងបានប្រើប្រាក់នោះដើម្បីយកប្រពន្ធថ្មីដើរលេងកម្សាន្តក្នុងប្រទេសតាមមើលទៅសៀបានឆ្លោះប្រកែកជាមួយប្រពន្ធថ្មីរបស់គាត់រួចហើយទើបសម្រេចចិត្តលក់កូននោះដើម្បីសម្រាលបន្ទុកថែទាំកូនគាត់ក៏បានថតសម្ញែងទ្រព្យសម្បត្តិនៅចំពោះមុខមិត្តភក្តិទៀតផងឥឡូវប្តីប្រពន្ធមួយគូនេះកំពុងប្រឈមនឹងទោសព្រហ្មទណ្ឌខណៈដែលពូរបស់ក្មេងទាមទារគេយកមកវិញហើយនេះមិនមែនជាលើកទី1នោះទេដែលលោកសៀបានលះបង់កូនរបស់ខ្លួនយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានឲ្យដឹងថាលោកសៀបានបោះបង់កូនស្រី2នាក់របស់គាត់រួចមកហើយបន្ទាប់ពីអាពាហ៍ពិពាហ៍លើកមុននៅពេលដែលគាត់កំពុងជួបបញ្ហាហិរញ្ញវត្ថុ